អូនគេថាជីវិតជាស្ត្រីគឺជាជីវិតដែលលំបាកជាងគេមែនអត់ពិតណាស់វាលំបាកប៉ុន្តែសម្រាប់ខ្ញុំវិញអ្វីៗក៏អាចឆ្លងកាត់បានដែរនេះគឺជាហេតុផលដែលខ្ញុំសម្រេចចិត្តបង្កើត page មួយនេះឡើងនៅក្នុង page នេះខ្ញុំចង់ចែករំលែកនៅប្រធានបទ3ធំទី1គឺអំពីស្ត្រីដែលចង់ផ្លាស់ប្ដូរជីវិតគោលដៅរបស់ខ្លួនឯងទី2អំពីការសិក្សាសម្រាប់ស្ត្រីដែលមានជំនឿថាការសិក្សាអាចផ្លាស់ប្ដូរជីវិតខ្លួនឯងបានទី3អំពីការងារសម្រាប់ស្ត្រីដែលគាត់មានការងារធ្វើហើយចង់ឲ្យខ្លួនក្លាយជាមនុស្សមានតម្លៃនិងជោគជ័យបងប្អូនខ្ញុំចង់ប្រាប់បងប្អូនថាអនាគតនិងវាសនារបស់អ្នកមិនមែនកំណត់ដោយសារប្រភពកំណើតរបស់អ្នកនោះទេគឺកំណត់ដោយសារការប្រឹងប្រែងរបស់អ្នកទៅវិញអ្វីដែលខ្ញុំនឹងចែករំលែកមិនមែនជាអ្វីដែលខ្ញុំដកស្រង់ចេញពីសៀវភៅទេគឺជាបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំបើសិនជាការចែករំលែករបស់ខ្ញុំអាចឲ្យស្ត្រីណាម្នាក់កុំឲ្យបោះបង់ឲ្យខិតខំប្រឹងរៀនឲ្យប្រែរកការងារអ្វីល្អៗធ្វើនេះគឺជាគោលដៅនៃ page មួយនេះសូមស្វាគមន៍មកកាន់ page ស្ត្រីការសិក្សានិងការងារសូមចុច follow ដើម្បីទទួលបាននៅវីដេអូបន្តទៀត